បងប្អូនប្រជាពលរដ្ឋខ្មែរថា S16 យន្តហោះចម្បាំងប្រភេទអីក៏ដោយរបស់សហរដ្ឋអាមេរិកមិនមែនចេះតែទិញយកទៅប្រើភ្លាមដូចយើងទៅទិញបន្លែក្នុងផ្សារទេហើយអាវុធយុទ្ធភ័ណ្ឌធុនធ្ងន់ហ្នឹងកប៉ាល់ហោះអាមេរិកមិនមែនប្រទេសណាក៏ចេះតែទិញបានទេហើយកុំយល់ច្រឡំគឺដូចមកអាថោកហើយស្មានតែមុខសំអានសំរងស៊ីហ្នឹងឡើងទៅដឹកនាំប្រទេសហើយអាមេរិកលក់យន្តហោះឲ្យហើយស្មានតែដឹកនាំ5ឆ្នាំតាមអាណត្តិហ្នឹងទៅឧបមាស្មានតែអាមេរិកនឹងលក់យន្តហោះឲ្យបើគ្មានតំណែងតំណងរាប់សិបឆ្នាំបើគ្មានទំនុកចិត្តរាប់សិបឆ្នាំទេហើយស្មានតែគេលក់យន្តហោះឲ្យអាសត្វនេះនិយាយមកអត់ដឹងក្បាលអត់ដឹងកតុយអីផងហើយចង់មករិះគន់គេអញកំពុងតែបង្រៀនឯងឲ្យយល់អំពីអ្វីទៅដែលហៅថាតំណែងតំណងអន្តរជាតិហើយអាវុធប្រភេទណាខ្លះដែលត្រូវគេលក់ឲ្យប្រទេសយើងមិនមែនយើងមានលុយចេះតែដើរទិញបានទេហើយយល់អត់ប្រទេសអ្នកមានជាច្រើនណាស់ទៅអង្វរសុំទិញយន្តហោះពីអាមេរិកតែអាមេរិកមានលក់ឲ្យណាប្រទេសខ្លះអាមេរិកអត់លក់ឲ្យទេណាពីព្រោះអត់បំពេញគ្រប់លក្ខខណ្ឌណាជាពិសេសយន្តហោះនឹងតែមកយន្តហោះនឹងតែមកមិនងាយទេសូម្បីតែប្រទេសអ៊ុយក្រែនមានយន្តហោះម៉ាកាណូដែលប្រទេសដទៃឲ្យហើយដែលឃើញអ៊ុយក្រែនយកទៅប្រើប្រាស់នៅលើសមរភូមិឃើញប្រើបានមួយពីរគេបាញ់ធ្លាក់ទៅឥឡូវក៏ផ្អាកទៅឥឡូវគេបាញ់ទម្លាក់មួយទៅឥឡូវបុកគ្នាមួយទៅប៉ះតកិច្ចគ្នាមួយទៅឥឡូវហ្នឹងឃើញពួកគេលែងប្រើអត់ពីព្រោះកម្រិតនៃការប្រើប្រាស់ហ្នឹងមិនមែនធម្មតាទេហើយតម្រាំបានប្រើការអ៊ុយក្រែនបានប្រើប្រហែលឆ្នាំ4ឆ្នាំជាងហើយពេលដែលកើតសង្គ្រាមហ្នឹងទៅបដោះបដាលឃើញទេគេទៅបដោះបដាលហើយបដោះបដាលមិនមែនមួយឆ្នាំ2ឆ្នាំទេណាភីឡុតអ្នកបើកបរហ្នឹងណាហើយអាភីឡុតអ្នកបើកបរមួយអ្នកបច្ចេកទេសមួយអ្នកថែទាំមួយទាំងអស់ហ្នឹងសិតតែត្រូវរៀនទាំងអស់មិនមែនជារឿងលេងសើចទេអរហើយមែនណាមិនមែនជារឿងលេងសើចសំអានអីនិយាយអីដល់ពេលលោកហ៊ុនម៉ាណែតទិញយន្តហោះអាមេរិកហើយឥឡូវហ្នឹងអាមេរិកលើកនេះហើយមិនមែននិយាយយកលុយឲ្យប្រជាជនខ្ញុំចង់ប្រាប់ប្រជាជនខ្មែរប៉ុណ្ណេះខ្ញុំចង់ប្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរថា S16 យន្តហោះចម្បាំងប្រភេទអីក៏ដោយរបស់សហរដ្ឋអាមេរិកមិនមែនចេះតែទិញយកទៅប្រើភ្លាមដូចយើងទៅទិញបន្លែក្នុងផ្សារទេពីព្រោះអារបស់ហ្នឹងថែទាំណាបងប្អូនណាប្រព័ន្ធការពារដែនអាកាសគ្រាន់តែមួយឆ្នាំថែទាំវាចំណាយលុយប្រមាណយន្តហោះចម្បាំងមួយឆ្នាំតើចំណាយលុយប្រមាណនៅក្នុងការថែទាំអានឹងសេវាកម្មថែទាំឯងចុះនៅសេវាកម្មគ្រឿងបន្លាស់កម្ពុជាយើងចង់បានហើយក៏ប៉ុន្តែយើងត្រូវដឹងថាប្រទេសយើងនេះមិនមែនជាប្រទេសអ្នកមានដោយប្រទេសគេសល់លុយសម្រាប់ថែទាំទេយល់អត់ហើយប្រទេសយើងក៏មិនត្រូវការពង្រីកសង្គ្រាមជាមួយប្រទេសណាដែរអញ្ចឹងហើយអាស៊ានវាចូលមកឈ្លានពានវាជាឱកាសមួយរបស់យើងសម្រាប់អនាគតជាឱកាសយើងសម្រាប់អនាគតប៉ុន្តែបច្ចុប្បន្ននេះយើងធ្វើមិនទាន់បានទេអញ្ចឹងអាអ្នកនយោបាយណាយកលេសហ្នឹងយកមកអំពាវនាវបំផុលអីគ្រាន់តែផ្ដាំទៅបងប្អូនប្រជាពលរដ្ឋខ្មែរអ្នកជឿគិតផងថាការទិញអាវុធយុទ្ធភ័ណ្ឌពីប្រទេសលោកសេរីត្រូវតែបំពេញបែបបទនិងលក្ខខណ្ឌហើយត្រូវតែបណ្ដោះបណ្ដាលរាប់ឆ្នាំតម្រាំបើទទួលបានការលក់អាវុធនឹងឲ្យហើយនឹងបកគលអាវុធនឹងឲ្យហើយត្រូវធ្វើទីតាំងយន្តហោះនៅកន្លែងណាការថែទាំដាក់របៀបម៉េចប្រព័ន្ធការពារសុវត្ថិភាពនៅតំបន់យន្តហោះចម្បាំងត្រូវតែមានចំណាយលុយច្រើនណា